បាទសូមជម្រាបសួរបាទថ្ងៃនេះដែរខ្ញុំចង់លើកយករឿងមួយដើម្បីលើកបង្ហាញទៅដល់ប្រជាកសិករក៏ដូចជាប្រជាជនរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់បាទចំពោះស្រូវប្រាំងរបស់យើងមានដូចជាពូជពូជ M5451 ពូជ5កំបងពូជ5បៃដើមពូជ6បៃដើមបាទជាធម្មតាកសិករធ្វើស្រែប្រាំងគឺរយៈពេល3ខែបាទរយៈពេល3ខែដោយសារកសិករគាត់ធ្វើស្រូវប្រាំងហ្នឹងហើយតម្លៃស្រូវនៅក្នុងបច្ចុប្បន្ននេះបាទថ្ងៃនេះគឺជាថ្ងៃទី10បាទ12ឆ្នាំ2025ខែ11បាទខែ11 2025តែប៉ុន្តែកសិកររបស់យើងគឺមានសមត្ថភាពខ្លាំងណាស់ក្នុងការបង្កបង្កើនផលក៏ដូចជាបច្ចេកទេសក្នុងការបង្កើនទិន្នផលស្រូវហើយទិន្នផលស្រូវស្រែប្រាំងរបស់កសិករក៏អាចមានទិន្នផលបាទរហូតដល់ទៅ8 9តោនឬក៏អាចលើសបាទលើស9តោនឬក៏9តោនជាងអីក៏មានដែរហើយក្នុងគណៈពេលនោះគឺដោយសារតែគាត់បាទគឺសិក្សាកាន់តែមានបទពិសោធន៍ច្រើនទៅធ្វើឲ្យគាត់ហ្នឹងគឺទិន្នផលស្រូវបានច្រើនបាទហើយបើសិនជាតម្លៃស្រូវបានប្រសើរជាងហ្នឹងខ្ញុំគិតថាកសិករគាត់នឹងមានលទ្ធភាពក្នុងការបង្កើននៅការចំណាយដើម្បីវិនិយោគទៅលើការបង្កើនទិន្នផលឲ្យបានខ្លាំងជាងនេះបាទក៏ដូចជាយើងត្រូវការប្រើប្រាស់ជីឲ្យខ្លាំងជាងហ្នឹងឬមួយក៏យើងប្រើប្រាស់បាទសារធាតុបាទថ្នាំដើម្បីបំពន់ឬក៏កម្ចាត់នៅប្រភេទជំងឺសត្វល្អិតអីផ្សេងបាទនឹងគឺគាត់អាចនឹងធ្វើបែបហ្នឹងដើម្បីបង្កើនទិន្នផលស្រូវឲ្យកាន់តែខ្ពស់បាទកសិកររបស់យើងមិនចាំបាច់បង្រៀនពីបច្ចេកទេសបាទនឹងគឺគាត់អាចនឹងធ្វើបែបហ្នឹងដើម្បីបង្កើនទិន្នផលស្រូវឲ្យកាន់តែខ្ពស់បាទកសិកររបស់យើងមិនចាំបាច់បង្រៀនពីបច្ចេកទេសបាទដើម្បីឲ្យគាត់ធ្វើស្រែដើម្បីឲ្យបានផលច្រើនទេគឺគាត់នឹងចេះឯងហើយឲ្យតែតម្លៃស្រូវហ្នឹងគឺឲ្យបានទៅសមនឹងអ្វីដែលគាត់បានធ្វើជាធម្មតាស្រូវនៅបច្ចុប្បន្ននេះបានតែ650ទេបាទ650អញ្ចឹងការធ្វើស្រូវរបស់គាត់នឹងគាត់មិនអាចចំណេញបានទេដោយសារតែបើសិនជាយើងចង់បានទិន្នផលខ្ពស់គឺត្រូវតែយើងបន្ថែមជីក៏ដូចជាថ្នាំការពារសត្វល្អិតឬក៏ជីបំពន់ថ្នាំការពារជំងឺបាទជាដើមចំណាយច្រើនអញ្ចឹងបើសិនជាតម្លៃស្រូវនៅ600ជាងនេះទេគឺគាត់មិនអាចបង្កើនផលឲ្យកាន់តែខ្ពស់ជាងនេះបានទេបើសិនជាស្រូវនឹងអាចតម្លៃបាទ8ទៅ900ឡើងក្នុង1គីឡូបាទក្នុង1គីឡូក្រាមខ្ញុំជឿជាក់ថាពួកគាត់នឹងធ្វើទិន្នផលស្រូវបានបាទ8តោនឡើងទៅបាទគឺគាត់អាចនឹងធ្វើបាន8តោនឡើងទៅអាច8ទៅ9តោនឬមួយក៏បាទអាចលើសពី9តោនក៏អាចថាបានដែរបាទដោយសារតែកសិករគាត់មានបទពិសោធន៍ធ្វើពីមួយវគ្គទៅមួយវគ្គគឺគាត់ទទួលបានបទពិសោធន៍មួយអញ្ចឹងទៅពីមួយរដូវទៅមួយរដូវគាត់នឹងអាចកំណត់នៅទិន្នផលបានច្រើនបាទអញ្ចឹងខ្ញុំស្នើសុំឲ្យមានការរកទីផ្សារឲ្យកសិករឲ្យបានច្រើនបាទកុំឲ្យកសិករនៅតម្លៃស្រូវក្នុង1គីឡូ5-600ជាងទៀតបាទអញ្ចឹងសង្ឃឹមថាតម្លៃស្រូវនឹងអាចកើនឡើងក្នុងពេលខាងមុខនេះឆាប់ៗបាទអរគុណ